បន្ទាប់ពីធ្វើការបំពន់មីញីឲ្យឈ្មោលឲ្យមានកាឡូរីធំត្រឹសពងពេញពោះបែបនេះគឺជាវិធីសាស្ត្រមួយដ៏ល្អសម្រាប់យើងបង្កាត់ពីព្រោះថាបើសិនជាមីញីមានពងច្រើនក៏កូនកើតមកច្រើនដែរមុននឹងខ្ញុំធ្វើការបង្កាត់ហ្នឹងខ្ញុំយកមីញីទៅដាក់ក្នុងកំប៉ុងកែវបែបនេះអញ្ចឹងកែវថ្មសម្រាប់យកវាទៅធៀបជាមួយនឹងអាឈ្មោលកុំឲ្យនៅពេលដែលយើងបលែងចូលអញ្ចឹងទៅអាឈ្មោលរហ័សខាំអញ្ចឹងណាយើងធៀបឲ្យវាស្គាល់គ្នាសិនបងអាចមើលសបល់មីញីដែលខ្ញុំយកទៅបង្កាត់ជាមួយព្រៃសុទ្ធបានគឺប្រភេទត្រួយជែកបែករីងក្រហមបែបនេះគ្រាន់តែខ្ញុំដាក់ចូលកែវឃើញតែវាហែលឆ្វល់ហើយវាសកម្មភាពវាបែបលក្ខណៈថាត្រីដែលរស់រវើកអញ្ចឹងណាអញ្ចឹងមានន័យថាត្រីនេះគឺជាត្រីមួយដែលមានសុខភាពល្អដែលយើងអាចយកមកបង្កាត់បានដោយមិនបារម្ភខ្លាចវាឈឺឬក៏អីយ៉ាងដោយការបង្កាត់របស់ខ្ញុំនេះខ្ញុំធ្វើការបង្កាត់ព្រៃកាត់ហ្នឹងចំនួន2សបុកកលេចមកមើលធុងដែលខ្ញុំដាក់អាឈ្មោលចូលបានរយៈពេល1ថ្ងៃហ្នឹងឃើញថាអាឈ្មោលវាយពពុះឡើងពេញហ្នឹងហើយនៅពេលដែលអាឈ្មោលវាធ្វើពពុះបែបនេះមានន័យថាអាឈ្មោលដល់វ័យដែលវាចង់បង្កាត់ហើយវាមានសុខភាពល្អថែមទៀតពេលនោះហើយគឺជាពេលដែលខ្ញុំបលែងមីញីដាក់ក្នុងកែវអញ្ចឹងណាដាក់ធៀបវារយៈពេលខ្ទង់5ម៉ោងគឺខ្ញុំដាក់នៅខ្ទង់ប្រហែលជាម៉ោង12ថ្ងៃត្រង់ខ្ញុំធ្វើការបលែងនៅខ្ទង់ប្រហែលជាខ្ទង់ម៉ោង4កន្លះទៅម៉ោង5វាអាស្រ័យទៅលើថាមេឃស្ទុំឬក៏មេឃអត់ស្ទុំអញ្ចឹងណាកុំភ្លេចធ្វើការបិទក្រោបវាកុំឲ្យខ្យល់ចូលបែកពពុះចាប់ដើមរៀងរសៀលខ្ទង់ម៉ោង5ខ្ញុំធ្វើការបលែងមីញីចូលក្នុងធុងបង្កាត់ហើយខ្ញុំធ្វើការចាក់ត្រីញីចូលថ្នមមូលហេតុដែលខ្ញុំបង្កាត់ត្រីហើយខ្ញុំបលែងមីញីឲ្យស្គាល់គ្នាជាមួយអាឈ្មោលនៅពេលល្ងាចដោយសារពេលល្ងាចគឺជាពេលដែលត្រីចាប់ដើមចូលដំណេកមានន័យថាគឺនៅពេលដែលវាចាប់ដើមលែងសូវធ្វើសកម្មភាពណាអញ្ចឹងយើងធ្វើការបលែងចូលភាគរយគឺអត្រាវិគៀបច្រើនហើយមួយទៀតគឺអាឈ្មោលអត់សូវធ្វើការដេញចូលមីញីដូចពេលដែលយើងបលែងពេលថ្ងៃឬក៏ពេលរៀងព្រឹកអីទេដូច្នេះមីញីក៏អត់សូវមានរបួសស្នាមបន្ទាប់ពីយើងធ្វើការបង្កាត់អាចចាំអ៊ុតមើលលទ្ធផលថ្ងៃស្អែកបាន